ចាសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមកបង្ហាញផ្ទះវិឡាមួយកន្លែងដែលតម្រូវការពុកម៉ែបងប្អូនទាំងអស់គ្នាស្រឡាញ់ផ្ទះតែមានផ្ទៃដីធំមានដើមឈើនិងមានដំណាំសពមុខនេះគឺជាផ្ទះវិឡាមួយកន្លែងនៅក្រុងសៀមរាបដែលមានទំហំផ្ទៃដី2100ម៉ែត្រការ៉េខាងមុខសធំចំហៀងសធំខាងក្រោយសធំហើយមានដំណាំសពមុខតែម្ដងមានផ្លែឈើគ្រប់មុខមានបន្លែមានកញ្ចុះសម្រាប់អង្គុយលេងនៅខាងមុខទិដ្ឋភាពនៅខាងមុខនេះគឺមានចំណតឡានធំហើយមានកញ្ចុះសម្រាប់អង្គុយលេងមួយនេះគឺជាទិដ្ឋភាពចំវិឡាតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាចំហៀងកសលដីមុខកសលដីក្រៅសលដីហើយដំណាំផ្លែឈើបែបធម្មជាតិនឹងគឺជុំវិញផ្ទះតែម្ដងហើយការលក់នេះគឺគាត់ថែមជូនទាំងអស់ឥឡូវនេះយើងទៅមើលទិដ្ឋភាពនៅចំហៀងផ្ទះនៅចំហៀងផ្ទះនេះគឺគាត់ដាំផ្លែឈើបែបធម្មជាតិមានគ្រប់មុខមានខ្នោមានត្របែកមានចម្ពូសពមុខតែម្ដងគឺបែបធម្មជាតិហើយលក្ខណៈពិសេសមួយទៀតគឺម្ចាស់ផ្ទះក៏គាត់សង់ផ្ទះបាយគឺដាច់ដោយឡែកនៅខាងក្រោយផ្ទះនេះគឺស្រស់ស្អាតខ្លាំងណាស់ហើយមានរហូតដល់9បន្ទប់គេងធំនេះគឺជាទិដ្ឋភាពនៅខាងក្រោយពុកម៉ែបងប្អូនទាំងអស់គ្នាផ្ទះបាយដាច់ដោយឡែកតែម្ដងស្អាតណាស់មានដំណាំសពមុខត្រូវការម្ចាស់ថ្មីមកថែសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលស្រឡាញ់ផ្ទះដែលមានដំណាំសពមុខមានដើមឈើត្រជាក់ចិត្តហើយបែបស្អាតទំនើបនាងខ្ញុំសូមណែនាំវិឡាមួយកន្លែងនេះគឺជាទិដ្ឋភាពនៅខាងក្នុងផ្ទះពុកម៉ែបងប្អូនទាំងអស់គ្នារចនាបថគឺស្អាតមែនតែម្ដងចឹងសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលរកផ្ទះនៅក្នុងក្រុងសៀមរាបមានផ្ទៃដីធំមានដំណាំសពមុខអាចតាក់ទងបានណា MSC Property ព័ត៌មានលម្អិតនឹងខ្ញុំដាក់ជូននៅក្នុងសំណេរអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នា